សូមគោរពជំរាបសួរថ្ងៃនេះនាងខ្ញុំនឹងក្រុមការងារនិងក្រុមយុវជនស្ម័គ្រចិត្តបាននាំសម្ភារៈជាទឹកត្រីទឹកស៊ីអ៊ីវអង្ករមីស្ករប៊ីចេងអំបិលទៅយកទៅជូនលោកយាយហ៊ុននិងលោកយាយណាងដែលជាចាស់ជរានៅក្នុងភូមិទឹកថ្លាស្កាត់ទឹកថ្លាក្នុងស្រុកខេត្តបន្ទាយមានជ័យដោយថ្ងៃនេះជាថ្ងៃ7ថ្ងៃរបស់លោកយាយផនលីហូដែលជាយុវជនស្ម័គ្រចិត្តបានចែកឋានថ្មីនេះនាងខ្ញុំនិងក្រុមការងារបានយកអង្គនិងសម្ភារៈមួយចំនួននិងថវិការបស់លោកប្រធានច័ន្ទវ៉ែននិងសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគវិធានជាបច្ច័យដើម្បីរៀបចំជូនដល់លោកយាយដើម្បីជាទានដល់បុណ្យ7ថ្ងៃរបស់លោកយាយអស់ទៅនឹងចែកឋានទៅថ្មីនេះផងដែរហើយយើងខ្ញុំទាំងអស់គ្នាក៏សូមគោរពជូនពរសប្បុរសជននិងលោកធានច័ន្ទវ៉ែនឲ្យមានសុខភាពល្អបរិបូរណ៍និងមានកម្លាំងពលំកាយមាំមួនជាទីពឹងរបស់ជាប្រទេសក្រមក្នុងកម្ពុជានេះផងដែរហើយសូមជូនពរដល់សប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំងឡាយនៃប្រការគឺអាយុសុខពលៈតាមរយៈលោកប្រធានច័ន្ទវ៉ែនមកជូនដល់លោកយាយដែលជាចាស់ជរាគ្មានទីពឹងហើយសូមលោកយាយមានពាក្យពេចន៍អរគុណដល់សប្បុរសជនអរគុណណាស់ចៅណាប្រធានច័ន្ទវ៉ែនឲ្យទៀនខ្ញុំសូមតែនាងបានសេចក្តីសុខក្តីចម្រើនឲ្យចៅអាយុវែងទាំងប្តីទាំងប្រពន្ធណាចៅណា